បាទអញ្ចឹងយើងចូលដល់ឱកាសក៏ដូចជាប្រធានបទថ្មីមួយទៀតតែខ្ញុំដាក់តែឱកាសចុះសារចំណងជើងប្រធានបទមួយនេះគឺយើងនិយាយអំពីឱកាសមាសជាមួយនឹង KMIE ឬក៏ថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធដែល Cambodia Informal Economy ដែលជា platform ដែលគណៈកម្មការសេដ្ឋកិច្ចក្រៅប្រព័ន្ធគណៈកម្មការសម្របសម្រួលសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកបានបង្កើតឡើងដើម្បីគ្រប់គ្រងទៅដល់បងប្អូនដែលជាអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបកគោស្វ័យនយោជនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងឯងបាទអញ្ចឹងតាមវីដេអូមុនខ្ញុំបានបង្ហាញរួចហើយលើអត្ថប្រយោជន៍ទាំងអស់ដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានបន្ទាប់ពីលោកបងប្អូនទាំងអស់គ្នាអង្គភូមិទាំងអស់គ្នាបានចុះរួចរាល់ហើយជាមួយនឹងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានវិញ្ញាបនបត្រផ្លូវការប៉ុន្តែជាការរំលឹកឡើងវិញថានៅក្នុងមេរៀនរបស់យើងតកតងនឹងការបង្កើតមាតិកាងាយៗហ្នឹងវាជាផ្នែកមួយនៃការជំរុញឲ្យបងប្អូនទៅធ្វើការងារគេហៅបងប្អូនទាំងអស់គ្នាហ្នឹងយកអាជីវកម្មរបស់ខ្លួនទៅដាក់លើអនឡាញហើយការចុះថ្នាលចុះឈ្មោះនៅក្នុងថ្នាលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងគឺជាឧទាហរណ៍ជាក់ស្ដែងនៃអ្វីដែលគេហៅថាការជំរុញអាជីវកម្មឬក៏ការយកអាជីវកម្មទៅដាក់នៅអនឡាញនឹងឯងអញ្ចឹងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធ KMIE platform ដែលភាសាបច្ចេកទេសហ្នឹងគឺជាឧទាហរណ៍មួយនៃការងារដែលយើងខ្ញុំទាំងអស់គ្នាក្នុងក្រុមការងារ Bobby KD នេះធ្វើការងារបដិបដាលនៅតាមបណ្ដាខេត្តផ្សេងៗតាមឃុំភូមិស្រុកគោលបំណងគឺចង់ឲ្យបងប្អូនទាំងអស់គ្នាបានទទួលនៅវិញ្ញាបនបត្រចុងបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាសកម្មភាពគោលដៅអតិភិបនៃការជំរុញឲ្យបងប្អូនចូលទៅក្នុងការងារអនឡាញបាទហើយដឹងហើយបងប្អូនទាំងអស់គ្នាបានដឹងហើយថាផែនការមួយគឺបានចុះនៅក្នុងហ្នឹងផែនការទី2គឺថាប្រយោជន៍បានទទួលបានបសសសូមបញ្ជាក់ថាពួកខ្ញុំមិនមែនធ្វើបានបសសជូនបងប្អូនទេខ្ញុំចុះអាជីវកម្មរបស់បងប្អូននៅក្នុងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធអង្គភូមិនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីឲ្យបងប្អូនបានទទួលបានវិញ្ញាបនបត្រហ្នឹងដើម្បីយកទៅធ្វើបានបសសហើយនឹងតែរឿងសំខាន់គឺបងប្អូនទទួលបានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលច្រើនទៀតដោយឥតគិតថ្លៃមិនមានការគិតថ្លៃទេសូមបញ្ជាក់ថាពុំមានគិតថ្លៃសេវាកម្មណាមួយទៅលើការបណ្ដុះបណ្ដាលទេអញ្ចឹងនេះគឺជាផ្នែកបន្ថែមហើយវីដេអូមុនក៏ខ្ញុំបានបង្ហាញឲ្យដែរទៅលើអត្ថប្រយោជន៍នៃអ្វីទៅដែលហៅថាទៅផលប្រយោជន៍ដែលបានពីការចុះថ្នាលក្នុងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងឯងដែលមានអត្ថប្រយោជន៍19បូកនឹងអត្ថប្រយោជន៍ធំជាងគេបំផុតមួយទៀតដែលពាក់ព័ន្ធនឹងពន្ធដារការលើកលែងពន្ធដារសូមជាអត់មានត្រូវការបងប្អូនទេហើយក្នុងនោះដែរលោករដ្ឋាភិបាលលោកកំពុងតែពិនិត្យវិจัยមើលដើម្បីពង្រីកអត្ថប្រយោជន៍នឹងបន្ថែមទៀតបាទអញ្ចឹងហើយមកនៅក្នុងនេះខ្ញុំសូមទាញវីដេអូខ្ញុំនៅកណ្ដាលខ្ញុំ highlight នៅក្នុង quote របស់ខ្ញុំថាលក់តាមអនឡាញដើរទាន់សម័យកាលអាជីវកម្មរឹងមាំមាន3ចំណុចទី1គឺលក់តាមអនឡាញបងប្អូនចាប់ផ្ដើមជិះរុញអាជីវកម្មរុញការជួញដូររបស់ខ្លួនឯងទោះបីតូចក្តីធំក្តីទៅលើអនឡាញបងប្អូនបាននឹងកំពុងតែដាក់ទាន់សម័យកាលហើយបងប្អូននឹងធ្វើឲ្យអាជីវកម្មរបស់ខ្លួនឯងនឹងកាន់តែរឹងមាំថែមទៀតកិច្ចមិនរួចទេទោះបីថាអាជីវកម្មនឹងលក់ទៅឲ្យអ្នកណាក៏ដោយទាំងអ្នកក្នុងស្រុកនិងក្រៅស្រុកភ្ញៀវជាតិអន្តរជាតិចង់មិនចង់មនុស្សទាំងអស់នោះក៏បាននឹងកាន់ទូរស័ព្ទគ្រប់ពេលវេលាហើយ screen ទាំងអស់នោះគឺជាកន្លែងដែលយើងត្រូវលក់ដូរជាកន្លែងដែលយើងត្រូវជំរុញសារនៃផលិតផលនៃ brand របស់យើងនៃក្រុមហ៊ុនរបស់យើងនៃអាជីវកម្មរបស់យើងទៅកាន់ទៅដល់ពួកគាត់ហើយការជំរុញទៅដល់ពួកគាត់នោះពុំមានព្រំដែនទេហើយក៏ធ្វើឲ្យយើងអាចលក់បាន24ម៉ោងលើ24ម៉ោងនេះជាសក្តានុពលដែលខ្ញុំបាន highlight តាំងពីដើមទីមកអញ្ចឹងជាសង្ខេបខ្លីមកវិញយើងបានជជែកគ្នាច្រើនហើយទៅលើអត្ថប្រយោជន៍ទាំងអស់នៃហេតុអីបានជាអាជីវករតូចគាត់ទៅគូទៅលក់តាមអនឡាញដែលខ្ញុំបានបង្ហាញពីមុនថាតូបនៅកន្លែងដើមតូបនៅកន្លែងក្នុងផ្សារប៉ុន្តែមួយបានអាចមកបានពីគ្រប់ទិសទីហើយមួយទៀតនេះគឺការចំណាយទាបដែលផលចំណេញខ្ពស់ហើយរឿងមួយទៀតដែលធំជាងគេនេះគឺការកសាងទំនុកចិត្តនឹងការទូទាត់ប្រព័ន្ធទូទាត់តាមបែបថ្មីធ្វើឲ្យយើងអាចមានរបាយការណ៍គ្រប់គ្រាន់ដើម្បីពង្រីកអាជីវកម្មរបស់យើងបាននិងងាយស្រួលក្នុងការធ្វើផែនការហិរញ្ញវត្ថុហើយចុងក្រោយនឹងដូចបានជម្រាបអញ្ចឹងថាគឺការចុះក្នុងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលអត្ថប្រយោជន៍ដើម្បីធ្វើបានបសសនិងអត្ថប្រយោជន៍លោកប្រកបជាច្រើនមកទៀតហើយចុងក្រោយនោះគឺការសារខ្លីដែលខ្ញុំបាន highlight ថាលក់តាមអនឡាញនៅពេលដែលយើងដើរទាន់សម័យកាលគឺអាជីវកម្មរបស់យើងរឹងមាំបាទអរគុណ